ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះឡើងប៉ាក់ដើម្បីឲ្យកូនជាងគាត់យកទៅដេរបងប្អូនហើយជាប្រភេទប៉ាក់អង្កាំស្អាតណាស់ណាបងប្អូនតែមានម្ចាស់ហើយបងប្អូនជាប្រភេទម៉ូដបែបសាបដៃតិចតិចតែស្អាតខ្លាំងបងប្អូនយើងលេងជាមួយនឹងសពុតផាមុងរងជើងម៉ូដតិចតិចទេបងប្អូនតែភ្ញៀវគ្រាន់តែឃើញឡើងប៉ាក់ហ្នឹងគឺគាត់កំងទុករួចបាត់ទៅហើយបងប្អូនប៉ាក់មួយប្រភេទនេះគឺមានម្ចាស់ហើយបងប្អូន ជាទូទៅបងប្អូនការលេងប៉ាក់ជាមួយនឹងប្រភេទសាច់ពណ៌សាច់បែបនេះគឺយើងពិបាកក្នុងការតគ្របកាត់គ្របដែរបងប្អូនបើសិនជាយើងគ្របអត់បានស្អាតទេវានឹងឃើញស្នាមធ្នែនៅកន្លែងដែលយើងពុះជៀកនឹងវាអត់បានស្អាតទេដោយសារតែប្រភេទប៉ាក់ក្រហមហើយតំណវាពណ៌សាច់អញ្ចឹងបើសិនជាយើងជៀកអត់បានស្អាតទេវាអាចឃើញធ្នែដែលយើងគ្របនឹងច្បាស់អញ្ចឹងគឺវាអត់បានស្អាតទេណាបងដោយសារខាងលើគឺខ្ញុំយកប្រភេទក្បាត់ការ៉ូវាកាត់ទៅតឹងទ្រូងបងប្អូនអញ្ចឹងគឺខ្ញុំអត់ទាញវាឡើងទៅលើទេគឺខ្ញុំជៀកវានៅកន្លែងចន្លោះដែលខ្ញុំចាប់ខ្ទាស់នឹងយកតែម្ដងណាបងប្អូនហើយប្រភេទដែលខ្ញុំបានជម្រាបអញ្ចឹងគឺយើងជៀកវានៅកន្លែងក្រោមដងអញ្ចឹងប្រភេទប៉ាក់ពណ៌ក្រហមតំណយើងពណ៌សាច់បើសិនជាយើងជៀកយើងទុកភ្នែកធំវាអាចឃើញស្នាមដែលយើងតនឹងច្បាស់វាអត់បានស្អាតទេបងប្អូនបើសិនជាយើងជៀកកន្លែងហ្នឹងហើយបងប្អូនត្រូវទុកវាតែកន្លះលេខដើម្បីដេកគ្របវាហើយកាត់អង្កាំចេញទៅដើម្បីតវាឲ្យបានស្អាតចឹងណាហើយបើសិនជាឲ្យបានស្អាត100%ដូចប្រភេទប៉ាក់ដែលយើងអត់ទាន់ជៀកហ្មងហ្នឹងក៏វាអត់នេះដែរបងប្អូនដោយសារតែការគ្របប៉ាក់គឺយើងត្រូវតម្រូវជីកធ្នែគ្របពីលើបែបហ្នឹងបងប្អូនហើយការជៀកជាទូទៅបងប្អូនបើសិនជាយើងចង់ឲ្យបានស្អាតតើតើបងប្អូនមានតិចនិចឲ្យខ្លាំងសម្រាប់ក្នុងការដេរប្រភេទប៉ាក់មួយប្រភេទនេះដោយសារជាទូទៅបងប្អូនការងារមួយយើងត្រូវតែរកតិចនិចសម្រាប់ខ្លួនឯងអញ្ចឹងណាបងប្អូនឥឡូវនេះគឺខ្ញុំកាត់ជើងក្រោមចេញសិនដើម្បីងាយស្រួលក្នុងការយើងពុះផ្នែកចន្លោះកុំទងរបស់យើងអញ្ចឹងណាខ្ញុំកាត់ចំហៀងនេះចេញដែរដោយសារតែកុំឲ្យមើលទៅឃើញញ៉ៃញ៉ៃបងប្អូនបន្ទាប់មកគឺយើងចាប់ផ្ដើមពុះផ្នែកជាគ្របទាំងអាវយើងខាងមុខអញ្ចឹងណាចង់ឲ្យវាមើលឃើញទៅរៀបរយបងប្អូនអញ្ចឹងគឺខ្ញុំសេរីជុំវិញនឹងឲ្យបានស្អាតសិននេះគឺជាផ្នែកដែលខ្ញុំនឹងត្រូវជៀកគ្របវាបងប្អូនតែខាងលើទ្រូងនេះគឺសល់បន្តិចដែរកន្លែងលើហ្នឹងក៏ខ្ញុំត្រូវតែជៀកបិទវាដែរតែខាងលើហ្នឹងគឺយើងស្រួលក្នុងការធ្វើទេបងប្អូនតែសំខាន់គឺក្រោមទ្រូងដែលខ្ញុំខ្ទាស់បញ្ចូលនេះគឺយើងត្រូវតែធ្វើម៉េចឲ្យបានរៀបរយស្អាតឥឡូវនេះគឺខ្ញុំខ្ទាស់រួចរាល់ហើយបងប្អូនអាចមើលរាងអាវបានអាខាងលើនេះគឺយើងយកម៉ូដចាក់ក្បាច់ម៉ូដខាងលើគឺយើងប្រើស្លឹកចុះមកក្រោមបែបហ្នឹងហើយបងប្អូនហើយការ៉ូនេះគឺយើងយកទៅតឹងទ្រូងឲ្យវាស្មើបានបែបនេះណាហើយការជ្រៀកគឺរួចរាល់ហើយបងប្អូនអាចមើលរាងអាវយើងបានយើងត្រូវតស្បែកឡើងទៅលើទៀតបងប្អូនតស្បែកឡើងទៅលើហើយយើងមានដៃប៉ិតបន្តិចហើយយើងដិនស្លឹកផ្កាឡើងទៅលើដែរ